វីដេអូនេះគឺឆ្លើយតបទៅនឹងសំណួររបស់អ្នកគុណដែលព្រះអង្គក៏ចង់បានពីរបៀបធ្វើ cover លក្ខណៈបែបនេះបានដែលមានសុំមិនអីចឹងទៅចឹងដំបូងគឺយើងត្រូវមានសុំសិនចឹងតោះឥឡូវយើងចូលទៅធ្វើទាំងអស់គ្នាបាទចឹងដំបូងគឺយើងបើក Word មួយមកបាទចឹងយើងត្រូវចូលទៅដូរបាទទំហំកណ្ដាស់របស់យើងសិនបាទចឹងយើងចូលកន្លែង layout ឬក៏ page layout បាទហើយយកកន្លែង page setup សញ្ញាពួរនេះមកបាទហើយកន្លែង paper ណាចឹងទំហំកណ្ដាស់ភាគច្រើនគឺជាប់កណ្ដាស់ letter ចឹងយើងត្រូវដូរពី letter មក A4 វិញណាចឹងយើងអូខេមកបាទបន្ទាប់មកយើងចូលទៅកាន់រូបរបស់យើងមកតើបងប្អូនចង់បាទតើយើងចង់បានរូបប្រភេទអីសុំប្រភេទណាបាទអាចស្វែងរកតាមហ្នឹងចឹងគឺខ្ញុំយកប្រភេទនេះចុះបាទចឹងខ្ញុំ copy មកបាទចឹងយើងយកមកផាសនៅលើការងាររបស់យើងមកបាទចឹងដោយសារពេលដែលរូបរបស់យើង insert ឬគឺយើងផាសមកគឺវានៅក្នុង layout មួយគឺនៅក្នុង cursor ចឹងយើងពិបាកទាញពិបាកអីណាចឹងដើម្បីងាយស្រួលក្នុងការទាញចឹងអាចមើល layout របស់វានេះមកចឹងយើងអាចយក behind ឬក៏ in front of ដោយសារយើងប្រើប្រាស់ជា cover ឬក៏សុំចឹងយើងអាចប្រើនៅខាងក្រោយអត្ថបទហើយចឹងយើងអាចប្រើ behind ក៏បានដែរបាទយើងយក behind ចុះបន្តមកទៀតដើម្បីយើងឲ្យវាប្រឈរឲ្យសារកណ្ដាស់យើងគឺប្រឈរយើងអាចបបល់នេះក៏បានតែពេលខ្លះបបល់ទៅវាអត់ត្រង់ទេអញ្ចឹងយើងអាចមើលកន្លែង picture format រួចមើលកន្លែង rotate អញ្ចឹងយើងបបល់វាមកវានឹងបាទហើយចាំយើងទាញរូបនឹងឲ្យធំទៅតាមឲ្យយើងចង់បានមកអញ្ចឹងសម្រាប់ការប្រេកព្រមរូបគឺយើងទាញនៅជ្រុងអញ្ចឹងជ្រុងណាក៏បានដែរយើងអត់ទាញយើងកន្លែងនេះទេណាបាទអញ្ចឹងបើទាញនេះគឺវានឹងខូចត្រង់ទីរូបរបស់យើងហើយគឺយើងទាញលើជ្រុងនេះជ្រុងណាក៏បានអញ្ចឹងទាញទៅតាមទម្រង់ឬក៏ទំហំដែលយើងចង់បានមកទីយើងចង់បានប៉ុណ្ណឹងឬចង់បានដល់ពេញកណ្ដាស់ហ្មងក៏បានដែរឬក៏អត់ទេយើងអាចទុក space ទុកអីដែលយើងឆ្លាញ់ប៉ុណ្ណាអូខេយើងអាចយកប៉ុណ្ណឹងមកបាទហើយដើម្បីវាចំកណ្ដាលគឺយើងអាចសេរីឲ្យវាធ្វើម៉េចឲ្យចេញបន្ទាត់ទៅឈរឬក៏បន្ទាត់កាត់ទៅតឹងចេះនេះគឺវាថាវាកណ្ដាលទាំងលើក្រោមកណ្ដាលទាំងពីរស្ដាំហើយអញ្ចឹងខ្ញុំយកប៉ុណ្ណឹងចុះបាទចេះភាសា cover គឺយើងមានបាវចនាមាន logo មានឈ្មោះនីតិផ្សេងៗចឹងមកបាទអញ្ចឹងសម្រាប់បាវចនាគឺខ្ញុំមានហើយ share ចេញទៅ copy វាតិចមកបាទប៉ុណ្ណេះ Ctrl C មកបាទអញ្ចឹងខ្ញុំយក insert ខ្ញុំយក shape ហើយខ្ញុំយក text box អញ្ចឹងយើងគូសបាទមកបាទហើយចុច Ctrl V ដើម្បីផាសអ្វីដែលយើងមានបាទអញ្ចឹងខ្ញុំដូរ font ខ្ញុំប្រើ font ខ្មែរ S1 line ចឹងបាទអញ្ចឹងសម្រាប់ font គឺខ្ញុំប្រើប្រភេទខ្មែរ S1 line បាទហ្នឹងសម្រាប់ខ្មែររបស់យើងហើយចុច Ctrl A មួយទៀតចុច Ctrl E ដើម្បីទៅកណ្ដាលអញ្ចឹងសម្រាប់ font គឺខ្ញុំយក14ចុះបាទសម្រាប់ font តាក់តែងនេះគឺយើងដូរមកប្រើ font តាក់តែងនេះមកមើលណាខ្ញុំអាចប្រើ font យ៉ាងធំតិចបាទអូខេអញ្ចឹងដើម្បីឲ្យអត្ថបទនេះវានៅជិតគ្នាអញ្ចឹងយើង select មកហើយចុច mouse ស្ដាំបាទខ្ញុំយក paragraph បាទខ្ញុំយកកន្លែង spacing នេះអញ្ចឹង space before ហើយនឹង after ខ្ញុំយក0 line spacing ខ្ញុំយក single ហើយយើងអូខេមកសម្រាប់តាក់តែងដោយសារវាឆ្ងាយខ្ញុំ select ម្ដងទៀតហើយខ្ញុំមកស្ដាំយក paragraph ដដែលហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំយក multiple ខ្ញុំយក space តែ 0.8 ទៅបានហើយដើម្បីវាពីជាមុនតិចអូខេបាទប៉ុណ្ណឹងអញ្ចឹងសម្រាប់box នេះគឺខ្ញុំយក shape format ខ្ញុំយក shape fill ខ្ញុំយក no fill shape outline ខ្ញុំយក no outline ដើម្បីដោះស៊ុំនេះចេញបាទប៉ុណ្ណេះឬយើងចង់បានពោអីផ្សេងអាចតាមហ្នឹងអូខេបាទតើមកយើងទៅយក logo មកដាក់ព្រោះយើងមានដូចជាមាន logo របស់កស៊ូផងដែរអូខេអញ្ចឹងខ្ញុំមាន logo ឲ្យស្រាប់ហើយបាទនេះខ្ញុំ copy មកបាទ Ctrl V អញ្ចឹងដូចគ្នាគឺខ្ញុំយក layout ខ្ញុំយក in front of text ដើម្បីងាយស្រួលក្នុងការចូលរួមឬក៏ផ្លាស់ទីអញ្ចឹងដើម្បីពេចព្រមរូបគឺដដែលគឺយើងមើលទៅលើជ្រុងទំហំប៉ុណ្ណាដែលចង់បានបាទឧទាហរណ៍ថាប៉ុណ្ណាចុះអញ្ចឹងខ្ញុំយក text box នេះមកមួយទៀតអញ្ចឹងចុច Ctrl ឲ្យជាប់ហើយយើងទាញវាចេញមកបាទប៉ុន្តែរស័ព្ទរបស់យើងគឺតម្រឹមខាងឆ្វេងទេបាទអញ្ចឹងខ្ញុំចុច Ctrl A ហើយ Ctrl L ដើម្បីកំពីណា
ហើយយើងទាញឲ្យទៅតម្រូវការរបស់យើងដែលយើងចង់បានចុច Ctrl A ទៅហើយតិចនេះក៏ខ្ញុំមានហើយស្រាប់ដែរខ្ញុំអាចទៅ copy មកបានបាទប៉ុណ្ណឹងបាទដើម្បីយើងអាច copy មកតម្រូវ font ដែលមានស្រាប់មកបងប្អូនអាចប្រើ Ctrl Shift 2ណាបាទបើថាវារក្សានៅ font ដដែលបាទឧទាហរណ៍ប៉ុណ្ណេះឬគឺយើងអាចនេះពេកយើងអាចបន្ថយ font តិចទៅ12ទៅបានបាទឬគឺយើងចង់បានកម្រិតនេះឆ្ងាយបន្តិចបងប្អូនអាចទៅ customize បានខ្ញុំសេរី Ctrl A ទៅហើយមកស្ដាំយក paragraph ចឹងវាជាប់ 0.8 ទៅចឹងខ្ញុំយក single វិញមកអូខេមកចឹងខ្ញុំคลิกជាងមុនចឹងសម្រាប់ពណ៌សម្រាប់អីបងប្អូនអាចដូរតាមនឹងបាននេះយើងអាចអង្គិលខាងលើបានដែរវាឲ្យតែប៉ុណ្ណេះទេយ៉ាប់ logo អាចទុយពេកចឹងអាចបែកតិចទៅបាទឧទាហរណ៍ប៉ុណ្ណឹងបាទអញ្ចឹងបើយើងចង់បានបន្ទាត់ឬក៏ស៊ុំខាងក្នុងមួយជាន់ទៀតដោយសារនេះគឺយើងមានស៊ុំមួយជាន់ទៀតណាបើមិនចង់បានក៏អត់អីបើចង់បានយើងអាចគូបានគឺយើងផាទៅលើ shape អញ្ចឹងខ្ញុំយក insert បាទ shape ខ្ញុំយក rectangle មកគូមកគូទៅតាមទំហំដែលយើងចង់បានប៉ុណ្ណាឧទាហរណ៍ខ្ញុំយកប៉ុណ្ណេះចុះបាទអញ្ចឹងសម្រាប់ shape fill ខ្ញុំយក no fill មកចង់បានផ្ទៃខាងក្នុងទេចំណែកឯ outline គឺខ្ញុំយកពណ៌ស្បៀងនេះអញ្ចឹងបាទអញ្ចឹងខ្ញុំយកកន្លែង shape outline មកខ្ញុំរើសប្រភេទពណ៌ដែលខ្ញុំចង់បានគឺខ្ញុំយកពណ៌យ៉ាងអត់មានតែយើងអាចទៅមើលខាងក្រោមទៀតនេះ more color មកអញ្ចឹងយក standard មកស្នុកមើលខ្ញុំយកពណ៌ blue ពណ៌ខៀវនេះខ្ញុំអូខេទៅចាំបើយើងចង់បានបន្ទាត់នឹងក្រាស់ជាងហ្នឹងយើងមើលកន្លែង shape outline ដូចគ្នាខ្ញុំយកកន្លែង width ហើយយើងរើសមកតើយើងចង់បានបន្ទាត់ប្រភេទណាឬក៏យើងចង់បានបន្ទាត់ style ជាងហ្នឹងយើងយកកន្លែង more line មកណាបាទឧទាហរណ៍ចង់បានបន្ទាត់លក្ខណៈទ្រង់ទ្រាយពីរជាន់ឬក៏ធំមួយតូចមួយអញ្ចឹងហើយតាមនឹងបានហើយយើងទៅឡើងទំហំបន្ទាត់របស់យើងតាមនេះក៏បានដែរឧទាហរណ៍ប៉ុណ្ណាបាទចឹងយកប៉ុណ្ណាចឹងបើយើងចង់បានបន្ទាត់កាត់ខាងក្រោមមួយទៀតចាំបងប្អូនអាចប្រើ insert ខ្ញុំយក shape ហើយខ្ញុំយក line ចឹងដើម្បីគូស line ឲ្យត្រង់គឺយើងចុច shift ជាប់មកបាទយើងគូសឧទាហរណ៍ថាប៉ុណ្ណាបាទចឹងយើងគឺទិញទៅថែមកវាខ្លីបន្តិចបាទប៉ុណ្ណាបាទចឹងសម្រាប់ពណ៌ឬក៏ទំហំគឺដូចគ្នាចឹងយើងចូលកន្លែង set format បាទបើយើងចង់បាន style ដូចអានេះដែរក៏យក more ទៅបើអត់ទេខ្ញុំយកធម្មតាចុះតែពណ៌ខ្ញុំយកពណ៌ដដែលទំហំវិញខ្ញុំយកយ៉ាងធំជាងនឹងបន្តិចបាទយក width មកយកប៉ុណ្ណេះខ្ញុំកឡើងលើតិចទៅបាទទីប៉ុណ្ណឹងអញ្ចឹងយើងដល់វគ្គសេអត្ថបទរបស់យើងហើយបាទអត្ថបទគឺខ្ញុំប្រើដោយសារវាមាន style ដែរអញ្ចឹងខ្ញុំប្រើទៅលើ word art ចុះហើយយើងចូល insert ហើយខ្ញុំយក word art អញ្ចឹងខ្ញុំរើសមួយណាក៏បានដែរយើងស្រឡាញ់ទាមយកមួយនេះចុះបាទចឹងយើងអាចសរសេរអក្សរចូលចឹងអក្សរខ្ញុំមានស្រាប់ដូចគ្នាអញ្ចឹងខ្ញុំ copy វាមកបាទហើយ control A control V ចឹងនេះគឺដូចគ្នាចឹងខ្ញុំយក text ឬក៏អាចប្រើ control shift V យើងអាច copy ទៅលើទិន្នន័យរបស់យើងមកបានណានេះចឹងយើងអាចទៅដូរពណ៌របស់វាបានចាំយើងមិនចង់បានពណ៌នឹងទេយើងអាចចូលទៅក្នុងនេះ shape format របស់យើងហើយជាមើលកន្លែង text field របស់យើងគឺមានពណ៌ហើយចាំបានពណ៌អីបាទឬក៏យើងមើលកន្លែង text outline របស់យើងបាទគឺមានពណ៌ថែមអញ្ចឹងណានៅមួយទីយើងមាន text effect នេះគឺសម្រាប់ធ្វើ effect ទៅលើអក្សររបស់យើងចង់បានអក្សរនៅកោឬក៏អក្សរអីយើងអាចមើលខាងនេះបាន transform បាទចេញមកយើងមានអក្សរកោឬក៏អក្សរបែបនេះឬក៏អក្សរបែបនេះបាទយើងឆ្លាញ់តម្រងបែបណាយើងអាចជ្រើសរើសឃើញមួយបានចាំយើងចង់បានជាអក្សរធម្មតាទេបងប្អូនអាចយកដំបូងគេមកឬក៏ឲ្យលក្ខណៈបែបនេះឬក៏បែបនេះបាទនេះគឺចេះបាទយើងអាចជ្រើសរើសតាមនឹងបានឧទាហរណ៍យកអក្សរធម្មតាចាអញ្ចឹង font គឺដូចគ្នាដែរខ្ញុំប្រើ font ខ្មែរ S មូលចុះបាទអញ្ចឹងយើងដូរមកខ្មែរ OS sorry ខ្មែរ OS មូលហើយបាទ enter
ចឹងវាធំនេះយើងអាចបង្រួបបន្តិចបានព្រោះ font ក៏បានដែរអត់ទៅយកប៉ុណ្ណេះចឹងខ្ញុំ enter នេះមួយតែដើម្បីដោយសារយើងមានពីរបន្តដែរបាទបាទចឹងទៅប៉ុណ្ណឹងចំណែកឯ shadow ខាងក្រោយបើមិនចង់បានពណ៌ហ្នឹងទេអាចទៅដូរបានចឹងយើងមើលកន្លែង save format ហើយយកបាទកន្លែង text effect ហ្នឹងទៅដែរហ្នឹងឬក៏យើងមើលនៅនេះមកក៏បានដែរវាមាន text option របស់វាហ្នឹងស្រាប់ហើយបាទហើយយក text effect បាទយើងមើលកន្លែងពាក្យថា shadow ចឹង shadow ឬក៏យើងអាចយកមក option មកយើងវានឹងបង្ហាញឲ្យយើងពណ៌ហើយយើងចង់បានពណ៌អីយើងត្រូវពណ៌ហ្នឹងមកទាញពណ៌នេះទីតាំងនេះយើងអាចស្រេបានមុំឬក៏អីហ្នឹងយ៉ាយើងចង់ឲ្យវានៅខាងណាឬក៏អីអាចស្រេតាមបាននៅទំហំវាយ៉ាទុយឬក៏ធំអីបាទនេះគឺយើងអាចស្រេក្នុងនេះណាអូខេអញ្ចឹងពណ៌ខ្ញុំយកពណ៌លឿងឬក៏ពណ៌ខ្ញុំយកពណ៌នេះចុះបាទចុះវាបើយកប៉ុណ្ណឹងអូខេអញ្ចឹងដូចគ្នាដែរតែទៅជាមួយនឹងគម្លាតវាយ៉ាងឆ្ងាយយើងអាចទៅសេរីបានយើងយក single នេះខ្ញុំយក0ឬយើងចង់ឲ្យ clean អញ្ចឹងយើងអាចសេរីតាមនឹងបានអីទេ font ខ្ញុំយកយ៉ាងធំវានឹងតិចចុះបាទខ្ញុំដាក់ប៉ុណ្ណេះបាទខ្ញុំ copy អានេះមួយទៀតយកមកសេខាងក្រោមយ៉ា control ហើយពីមកឬក៏ control C control V ក៏បានដែរចឹងនេះទៀតហើយនេះបាទគ្រូបង្រៀនយ៉ាទៅ A control V ខ្ញុំយកអានេះបាទប៉ុណ្ណេះក៏បានដែរក៏តូចជាងហ្នឹងយើងប្រូផុនបានអូខេហើយដាក់ប៉ុណ្ណេះខាងក្រោមក៏ដូចគ្នាខាងក្រោមយើងអាចប្រើធម្មតាក៏បានយកពីនេះមកវិញក៏បានដែរខ្ញុំទាញមកបាទខ្ញុំមានអត្ថបទស្រាប់ហើយយើង copy បាទរួច control A control V នេះយើងយកបាទចុងក្រោយនេះយើងយកតែ text មកធម្មតាទេដើម្បីយើងចង់បាន keep នៅ font នឹងធម្មតាទៅដែរខ្ញុំ control E មួយមកដើម្បីវាទៅចំកន្លះបាទយើងអាចទីដាក់មកខាងពណ៌បានបាទឬក៏ដូរពណ៌ខ្ញុំប្រើពណ៌ខៀវដែរចុះបាទអញ្ចឹងខ្ញុំអាចមើលធ្វើឲ្យវាចំកណ្ដាលប៉ុណ្ណឹងបាទនេះក៏ដូចគ្នាដែរយើងអាចស្រេអូខេប៉ុណ្ណេះបាទអញ្ចឹងអាចថាប៉ុណ្នេះឬក៏ខាងលើយើងចង់ដូរពណ៌ឲ្យផ្សេងដែរក៏បានដែរយើងយកពណ៌នឹងដូចគ្នាចុះដើម្បីបានជា color អូខេអញ្ចឹងយើងអាចប្រើប្រាស់វាប៉ុណ្ណឹងបាទចំណុចសារវីដេអូនេះគ្រាន់តែជាការបង្ហាញនៅឧទាហរណ៍ចឹងបើសិនជាមានការលើសលួសឬក៏ខុសឬក៏មានបញ្ហាកន្លែងណាមួយចឹងសូមអធិស្ឋានផងបាទសូមអរគុណ